លទ្ធផលនៃកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ានសម្រាប់បានគោលការណ៍10ចំណុចឈានទៅរកបទឈប់បាញ់រដ្ឋមន្ត្រីការបរទេសអាស៊ានបានសម្រេចចេញសេចក្តីថ្លែងការណ៍រួមមួយដើម្បីបញ្ឈប់ចំនួនអរិភាពដោយប្រដាប់អាវុធរវាងកម្ពុជាថៃទៅលើគោលការណ៍10ចំណុចនៅក្នុងនោះភាគីទាំងពីរបានព្រមព្រៀងគោរពបទឈប់បាញ់ឡើងវិញហើយបើកផ្លូវឲ្យគណៈកម្មការព្រំដែនទូទៅ GBC បើកកិច្ចប្រជុំនៅថ្ងៃទី24ខែធ្នូឆ្នាំ2025ខាងមុខនេះរដ្ឋមន្ត្រីការបរទេសអាស៊ានទាំងអស់បានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះភាពតានតឹងនិងអរិភាពជាបន្តបន្ទាប់ដែលបានបណ្ដាលឲ្យអ្នកស្លាប់និងរបួសជាច្រើនការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធជនស៊ីវិលនិងការផ្លាស់ទីលំនៅរបស់ជនស៊ីវិលនៅសងខាងព្រំដែនអាស៊ានបានអំពាវនាវទៅដល់ភាគីទាំងពីរឲ្យធានាថាជនស៊ីវិលដែលរស់នៅក្នុងតំបន់ព្រំដែនរងផលប៉ះពាល់ទាំងអស់អាចវិលត្រឡប់ទៅផ្ទះសម្បែងនិងជីវភាពរស់នៅធម្មតាឡើងវិញកិច្ចប្រជុំបានបញ្ជាក់ជាថ្មីរួមគ្នាជៀសវាងការគំរាមកំហែងឬការប្រើប្រាស់កម្លាំងការគោរពព្រំដែនអន្តរជាតិនិងច្បាប់អន្តរជាតិកិច្ចប្រជុំបានជំរុញឲ្យកម្ពុជានិងថៃអនុវត្តការអត់ធ្មត់ជាអតិបរមានិងចាត់វិធានការជាបន្ទាន់ឆ្ពោះទៅរកការបញ្ឈប់គ្រប់ទម្រង់អរិភាពស្ថានភាពនៅរសៀលម៉ោង4នេះការប្រយុទ្ធគ្នានៅតែខ្លាំងលើសមរភូមិថ្មីនៃស្រុកសំពៅលូនទាហានសៀមបានបើកសមរភូមិថ្មីប្លង់អាវុធធុនធ្ងន់ជាង40គ្រាប់ចូលក្នុងភូមិឋានប្រជាពលរដ្ឋរស់នៅក្នុងឃុំតាស្ដាស្រុកសំពៅលូនខេត្តបាត់ដំបងទាហានសៀមបានពង្រីកសមរភូមិថ្មីចូលទៅកាន់ព្រំដែនកម្ពុជាមានដូចជាស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យនិងស្រុកភ្នំព្រឹកស្រុកសំពៅលូនខេត្តបាត់ដំបងចាប់តាំងពីវេលាម៉ោង6ព្រឹកថ្ងៃទី22ខែធ្នូឆ្នាំ2025នេះផ្ទះប្រជាពលរដ្ឋស៊ីវិលនិងហេដ្ឋារចនាសម្ព័ន្ធរដ្ឋជាច្រើនទៀតត្រូវបានកំទេចដោយគ្រាប់ប្លង់និងយន្តហោះចម្បាំងទម្លាក់គ្រាប់បែក F16 ខេត្តបាត់ដំបងគឺជាខេត្តទី7ហើយដែលទាហានសៀមបានបើកការវាយប្រហារដោយសពាវុធធុនធ្ងន់បន្ទាប់ពីខេត្តដែលមានការប្រយុទ្ធគ្នាដោយប្រដាប់អាវុធយ៉ាងស្រួចស្រាលដូចជាខេត្តឧត្តរមានជ័យព្រះវិហារបន្ទាយមានជ័យសៀមរាបបាត់ដំបងពោធិ៍សាត់និងខេត្តកោះកុងនៅឡើយតែខេត្តបៃលិនប៉ុណ្ណោះដែលមិនទាន់មានសកម្មភាពឈ្លានពានដោយសពាវុធពីយោធាសៀមទាហានសៀមរលថ្មើរជើងចូលច្រកបឹងត្រកួនជោគជ័យនិងប្រៃច័ន្ទតែ BM21 កម្ពុជាដាក់ចំគោលដៅស្លាប់មេទាហានរាជវាំងម្នាក់សមរភូមិក្តៅកគុកចាប់តាំងពីព្រឹករហូតដល់វេលាម៉ោង 3:30 នាទីរសៀលថ្ងៃទី22ខែធ្នូឆ្នាំ2025នេះនៅចំណុចភូមិជោគជ័យព្រៃច័ន្ទនិងបឹងត្រកួនបានប្រយុទ្ធតតាំងគ្នាយ៉ាងស៊ីសាច់ហុតឈាមដោយក្រុមយោធាសៀមបានប្រើយន្តហោះចម្បាំង F16 ទម្លាក់4គ្រាប់នៅច្រកបឹងត្រកួននិងផ្សែងគីមីពុលប្លង់កាំភ្លើងធំចូលភូមិជោគជ័យនិងព្រៃច័ន្ទហើយក៏បានប្រើកម្លាំងថ្មើរជើងនិងកងរថក្រោះរលចូលឈ្លានពានទឹកដីកម្ពុជាបន្ថែមទៀតប៉ុន្តែទាហានកម្ពុជាបានដកថយហើយវាយបកវិញយ៉ាងចាស់ដៃដោយគ្រាប់រ៉ុកែត BM21 បណ្ដាលឲ្យទាហានសៀមស្លាប់និងរបួសជាច្រើនអ្នកបើតាមសេចក្តីរាយការណ៍ពីកាសែតខៅសុថៃបានឲ្យដឹងនៅម៉ោង 4 រសៀលនេះថាមេទាហានកងរក្សារាជវង្សម្នាក់ដែលមានឈ្មោះថាកម្ប៉ាណាតថងសាំងមកពីកងវរៈសេនាធំថ្មើរជើងទី21បានស្លាប់នៅលើសមរភូមិបឹងត្រកួនកាលពីថ្ងៃទី22ខែធ្នូឆ្នាំ2025នេះគឺជាការផ្សាយផ្លូវការអំពីយោធាសៀមដែលបានស្លាប់មានឋានៈខ្ពង់ខ្ពស់ប៉ុន្តែបើតាមប្រភពក្រៅផ្លូវការវិញបានឲ្យដឹងថាការប្រយុទ្ធបង្ហូរឈាមដល់ស៊ីសាច់ហុតឈាមនេះបានសម្លាប់ទាហានសៀមរាប់រយនាក់និងរងរបួសរាប់ពាន់នាក់ដោយមិនទាន់យកសពទាហានចេញអស់ពីព្រៃនៅឡើយមិនត្រឹមតែឈ្លានពានទឹកដីកម្ពុជាប៉ុណ្ណោះទេយោធាថៃបានលួចយកគ្រឿងសង្ហារឹមពីផ្ទះប្រជាពលរដ្ឋតាមព្រំដែនទៀតផងគ្រឿងសង្ហារឹមប្រណិតរបស់ប្រជាពលរដ្ឋកម្ពុជានៅតាមព្រំដែនត្រូវបានយោធាថៃលើកដាក់លើឡានហើយថតបង្ហោះដោយពលរដ្ឋថៃនិងបានចែករំលែកក្នុង Telegram គ្នាឯងនៅព្រឹកថ្ងៃទី22ខែធ្នូឆ្នាំ2025នេះបើតាមរូបភាពពីសន្លឹកនេះគឺយោធាថៃបានចូលទៅយកគ្រឿងសង្ហារឹមនិងរបស់របរផ្សេងទៀតពីក្នុងផ្ទះប្រជាពលរដ្ឋខ្មែរនៅក្នុងតំបន់ណាមួយអាចស្ថិតនៅក្នុងឃុំថ្មដាស្រុកវាវែងខេត្តពោធិ៍សាត់នេះបានសបញ្ជាក់ឲ្យឃើញថាយោធាថៃមិនត្រឹមតែបើកការបាញ់ប្រហារនិងរំលោភបំពានដែនអធិបតេយ្យកម្ពុជាប៉ុណ្ណោះទេតែយោធាថៃបែរជាធ្វើចោលលួចឆក់ប្លន់ទៀតផងបើគិតពីថ្ងៃទី7ធ្នូរហូតដល់ថ្ងៃទី22ខែធ្នូនេះមានរយៈពេល16ថ្ងៃហើយដែលយោធាថៃបើកការបាញ់ប្រហារលើកម្ពុជាបើទោះបីជារដ្ឋមន្ត្រីការបរទេសអាស៊ានបានបើកកិច្ចប្រជុំពិសេសនៅថ្ងៃទី22ខែធ្នូនេះក៏យោធាថៃមិនខ្វល់មិនស្ដាប់អ្នកណាទាំងអស់
កំណើនជនស៊ីវិលស្លាប់ដល់20នាក់របួសជិត80នាក់នៅក្នុងហេតុការណ៍យោធាថៃបន្តបាញ់ប្រហារឈ្លានពានកម្ពុជាថៃមិនគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ថៃមិនស្ដាប់កិច្ចអន្តរកម្មពីអន្តរជាតិថៃមិនស្ដាប់អ្នកណាទាំងអស់ថៃបាញ់ប្រហាររំលោភបំពានយ៉ាងសាហាវឃោរឃៅមកលើប្រជាពលរដ្ឋកម្ពុជានិងហេដ្ឋារចនាសម្ព័ន្ធជាច្រើនត្រូវបានបំផ្លាញដោយការវាយប្រហារពីអាវុធធុនធ្ងន់និងយន្តទម្លាក់គ្រាប់បែក F16 បើគិតត្រឹមម៉ោង 7 ព្រឹកថ្ងៃទី 22 ខែធ្នូជនស៊ីវិលដែលជាប្រជាពលរដ្ឋស្លូតត្រង់កម្ពុជា 20 នាក់ហើយបានស្លាប់និង 79 នាក់ទៀតរងរបួសដោយសារតែអំពើឈ្លានពានរបស់យោធាថៃលើកម្ពុជានេះបើតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃនៅក្នុងរបាយការណ៍របស់ក្រសួងមហាផ្ទៃបានឲ្យដឹងថាគិតត្រឹមថ្ងៃទី 22 ធ្នូរហូតដល់ម៉ោង 7 ព្រឹកថ្ងៃទី 22 ខែធ្នូនេះអំពើឈ្លានពានរបស់រដ្ឋាភិបាលនិងយោធាថៃមកលើដែនអធិបតេយ្យកម្ពុជាមានទាំងការប្លង់គ្រាប់កាំភ្លើងធុនធ្ងន់និងទម្លាក់គ្រាប់តូចធំគ្រប់ប្រភេទចូលតំបន់ស៊ីវិលនិងមានជនភៀសសឹកកើនឡើងទាំងនៅក្នុងខេត្តរងការឈ្លានពាននិងខេត្តផ្សេងៗទៀតជនភៀសសឹកគិតមកដល់ថ្ងៃទី 22 ខែធ្នូនេះគឺមានជនភៀសសឹកសរុបចំនួនជាង 52 ម៉ឺននាក់ស្ត្រីជាង 27 ម៉ឺននាក់និងកុមារជិត 17 ម៉ឺននាក់នៅក្នុងនោះខូចខាតផ្ទះប្រជាពលរដ្ឋ 103 ខ្នងសាលារៀន 5 ទីតាំងមណ្ឌលសុខភាព 3 ទីតាំងផ្សារ 1 ទីតាំងបង្គោលអង់តែនទូរស័ព្ទ 2 កន្លែងប្រាសាទបុរាណ 1 ចំនួនវត្ត 5 ទីតាំងសាលាឆទាន 1 កុដិ 1អគារកយនិងរដ្ឋកោ1អគារឯកជន 12 ទីតាំងអគាររដ្ឋ 11 ខ្នងសន្តាគារ 3 ទីតាំងមណ្ឌលកសិកម្មសហគមន៍ 1និងស្ពានថ្ម 2 កន្លែងស្ពានដែក 1ស្ពានបុរាណ 1ក្បាលស្ពាន 1ស្ថានីយ៍ប្រេង 1មធ្យោបាយដឹកជញ្ជូន 28 គ្រឿងឃ្លាំងរថយន្ត 1និងឃ្លាំងទិញដំឡូង 1សូមអរគុណលោកអ្នកចំពោះការគាំទ្រហងមេ Flash News